ក្រោយពីបានដឹងថាថ្ងៃរៀបការរបស់វិសាលនិងស្រីពេជ្រនៅសល់តែមួយខែទៀតមីលាហាក់ដូចជាបាត់បង់ស្នាមញញឹមដែលធ្លាប់មានរាល់ព្រឹកនាងទៅស្រែរាល់ល្ងាចនាងនឹងត្រឡប់មកផ្ទះវិញប៉ុន្តែចិត្តរបស់នាងនៅតែវង្វេងក្នុងអតីតកាលមិនមានវិសាលនៅក្បែរយប់មួយខណៈភ្លៀងធ្លាក់តិចតិចមីលាបានយកក្រដាសសមួយសន្លឹកមកសរសេរបងវិសាលបើសិនជាស្នេហារបស់យើងបានជួបគ្នាលឿនជាងនេះបន្តិចប្រហែលជាអ្វីៗមិនឈឺចាប់ដូចថ្ងៃនេះទេខ្ញុំមិនខឹងបងទេខ្ញុំគ្រាន់ដឹងតែខឹងវាសនាដែលធ្វើឲ្យយើងពីរនាក់ស្គាល់គ្នាយឺតពេកទឹកភ្នែកស្រក់លើកណ្ដាស់សើមរហូតដល់អក្សរខ្លះក៏រលាយអស់នាងបត់លិខិតនោះទុកក្នុងប្រអប់ឈើតូចមួយវាជាលិខិតដែលនាងមិនអាចមានថ្ងៃហ៊ានផ្ញើទៅម្ចាស់របស់វាបានឡើយចំណែកវិសាវិញក៏កំពុងរងទុក្ខមិនខុសគ្នាដែរគាត់បានព្យាយាមនិយាយជាមួយឪពុករបស់គាត់លោកឪពុកខ្ញុំមិនអាចរៀបការជាមួយនឹងស្រីពេជ្របានទេបរិះចំណាស់គូសតុកមួយទំហឹងឯងដឹងទេថាគ្រួសារយើងនិងគ្រួសារនាងបានសន្យាគ្នាប្រហែលឆ្នាំមកហើយឯងមិនអាចបំភ្លេចកិត្តិយសគ្រួសារបានទេវិសាស្ងៀមគាត់ដឹងថាក្នុងគ្រួសាររបស់គាត់កាតព្វកិច្ចធំជាងបេះដូងប៉ុន្តែគាត់ក៏ដឹងថាមនុស្សដែលគាត់ស្រឡាញ់ពិបាកគឺមីលាថ្ងៃកន្លងផុតទៅយ៉ាងលឿននៅភូមិមនុស្សគ្រប់គ្នាចាប់ផ្ដើមនិយាយពីមង្គលការដ៏ធំដែលប្រព្រឹត្តនៅក្នុងគ្រួសាររបស់វិសាលរាល់ពាក្យដែលមីលាបានឮប្រៀបដូចមកចូលចាក់ក្នុងបេះដូងនាងម្ដងហើយម្ដងទៀតល្ងាចមួយនាងបានដើរទៅដើមត្នោតដែលធ្លាប់ជាកន្លែងជួបគ្នាអ្វីៗនៅដដែលខ្យល់នៅតែបក់វាស្រែនៅតែមានពណ៌បៃតងប៉ុន្តែមនុស្សពីរនាក់ដែលធ្លាប់សន្យាមើលថ្ងៃលិចជាមួយគ្នាហាក់ដូចជាកំពុងឃ្លាតឆ្ងាយពីគ្នារាល់ថ្ងៃអញ្ចឹងភ្លាមនោះសម្លេងជើងមនុស្សម្នាក់បានឮក្រោយខ្នងរបស់នាងមីលាងាកក្រោយគឺវិសាលភ្នែករបស់គាត់ក្រហមហាក់ដូចជាមិនបានគេងជាច្រើនយប់មីលាបងមលាអូនពាក្យមួយឃ្លានេះធ្វើឲ្យបេះដូងនាងរំជួយលាបងត្រូវត្រឡប់ទៅទីក្រុងស្អែកនេះហើយការរៀបការនឹងចាប់ផ្ដើមមីលាខំទប់ទឹកភ្នែកនាងញញឹមទាំងឈឺចាប់អញ្ចឹងខ្ញុំសូមជូនពរបងឲ្យមានសុភមង្គលវិសាសម្លឹងមើលនាងយូរទៅបើថ្ងៃណាមួយអូនបំភ្លេចបងបានសូមអូនរស់នៅជាមួយមនុស្សដែលអូនស្រឡាញ់ឲ្យមានសុភមង្គលផងពេលនោះទឹកភ្នែកដែលមីលាខំទប់ជាយូរមកហើយក៏បានហូរដោយមិនអាចខាត់បានតែអ្វីៗនាងមិនទាន់ដឹងនោះទេនៅទីក្រុងស្រីពេជ្របានរកឃើញអាចកំបាំងដ៏ធំមួយតែធ្លាប់បានផ្លាស់ប្ដូរជោគវាសនារបស់មនុស្សទាំង3ជារៀងរហូត